នៅលើកំពូលភ្នំមួយដែលព័ទ្ធជុំវិញដោយព្រៃក្រាស់មានអគារចាស់មួយដែលត្រូវបានគេបោះបង់ចោលអស់ជាច្រើនឆ្នាំអ្នកស្រុកនៅជើងភ្នំនិយាយថាពេលយប់គេអាចឮសំឡេងជើងដើរសំឡេងទ្វារបើកបិទនិងឃើញពន្លឺភ្លើងភ្លឹបភ្លែតចេញពីជាន់លើទោះបីជាគ្មាននរណារស់នៅទីនោះក៏ដោយមនុស្សភាគច្រើនមិនហ៊ានឡើងទៅក្បែរអគារនោះឡើយប៉ុន្តែមានយុវជនម្នាក់ឈ្មោះតារាដែលចូលចិត្តស្វែងរកទីកន្លែងអាថ៌កំបាំងគាត់សម្រេចចិត្តឡើងភ្នំនៅពេលល្ងាចដោយយកត្រឹមកាមេរ៉ាពិលនិងទូរស័ព្ទដៃតែប៉ុណ្ណោះពេលទៅដល់អាកាសធាតុចាប់ផ្ដើមត្រជាក់ខុសធម្មតាខ្យល់បក់តាមបង្អួចបាក់បែកបង្កើតសំឡេងដូចជាមនុស្សកំពុងខ្សឹបប្រាប់អ្វីមួយតារាបើកកាមេរ៉ាថតហើយដើរចូលក្នុងអគារយ៉ាងប្រុងប្រយ័ត្ននៅជាន់ទី1គាត់ឃើញធូលីក្រាស់និងស្នាមជើងមួយខ្សែចម្លែកត្រង់ថាស្នាមជើងនោះមានតែចូលប៉ុន្តែមិនមានស្នាមដើរចេញវិញឡើយតារាមានអារម្មណ៍ភ័យប៉ុន្តែគាត់នៅតែបន្តឡើងទៅជាន់ទី2ពេលជើងគាត់ដាក់លើជណ្ដើរចុងក្រោយស្រាប់តែឮសំឡេងស្ត្រីម្នាក់និយាយទន់ៗថាតារាឈប់ដង្ហើមមួយភ្លែតគាត់បង្វិលពិលទៅគ្រប់ទិសតែគ្មាននរណាម្នាក់គាត់គិតថាប្រហែលជាខ្យល់បក់ចូលតាមជញ្ជាំងបាក់បែកប៉ុណ្ណោះនៅជាន់ទី2មានបន្ទប់មួយដែលទ្វារបើកចំហក្នុងបន្ទប់មានកៅអីឈើចាស់មួយនិងកញ្ចក់ធំដែលប្រេះពេញផ្ទៃពេលតារាបញ្ចាំងពិលទៅលើកញ្ចក់គាត់ឃើញរូបខ្លួនឯងឈរប៉ុន្តែនៅពីក្រោយគាត់មានស្ត្រីម្នាក់ស្លៀករ៉ូបពណ៌សសក់វែងបាំងមុខកំពុងឈរមិនកម្រើកគ្មាននរណាម្នាក់គាត់ងាកមើលកញ្ចក់ម្ដងទៀតស្ត្រីនោះកាន់តែខិតជិតតារារត់ចេញពីបន្ទប់ទាំងមិនងាកក្រោយតែអ្វីដែលធ្វើឲ្យគាត់ភ័យជាងគេគឺជណ្ដើរដែលគាត់ទើបឡើងមកបានបាត់ទៅហើយនៅមុខគាត់មានតែជញ្ជាំងស៊ីម៉ង់រឹងសំឡេងជើងដើរចាប់ផ្ដើមលាន់លឺពីខាងក្រោយ1ជំហាន2ជំហាន3ជំហានតារាបិទភ្នែកហើយសូត្រអ្វីដែលគាត់ចាំបានភ្លាមនោះគាត់មានអារម្មណ៍ថាមានខ្យល់ត្រជាក់ប៉ះកញ្ចឹងកហើយសំឡេងស្ត្រីនោះខ្សឹបក្បែរត្រជាក់ថាដោយកម្លាំងចុងក្រោយតារារត់បុកទ្វារមួយយ៉ាងខ្លាំងទ្វារនោះបើកចំហហើយគាត់ធ្លាក់ចុះទៅខាងក្រៅអគារពេលគាត់ភ្ញាក់ឡើងវិញគាត់ឃើញខ្លួនឯងនៅជើងភ្នំអ្នកស្រុកជាច្រើនកំពុងឈរមើលដោយទឹកមុខភ័យខ្លាចពួកគេប្រាប់ថាគ្មាននរណាហ៊ានឡើងទៅអគារនោះជាង20ឆ្នាំមកហើយព្រោះធ្លាប់មានស្ត្រីម្នាក់ស្លាប់នៅទីនោះក្នុងស្ថានភាពអាថ៌កំបាំងតារាបើកកាមេរ៉ាដើម្បីមើលវីដេអូដែលគាត់បានថតដំបូងវាបង្ហាញតែបន្ទប់ទទេធម្មតាប៉ុន្តែនៅវិនាទីចុងក្រោយមុនកាមេរ៉ាបិទមានមុខស្ត្រីសក់វែងបាំងមុខលេចឡើងជិតកែវកាមេរ៉ាហើយញញឹមបន្តិចបន្ទាប់មកអេក្រង់ក៏ងងឹតគេនិយាយថាកាមេរ៉ានោះនៅតែរក្សាទុកវីដេអូនោះរហូតមកដល់សប្តាហ៍ថ្ងៃអ្នកណាដែលមើលវាចប់ទាំងស្រុងតែងតែសុបិនឃើញអគារចាស់លើកំពូលភ្នំហើយឮសំឡេងស្ត្រីម្នាក់ខ្សឹបថាកុំចាកចេញពីទីនេះបន្ទាប់ពីហេតុការណ៍នោះតារាសម្រេចចិត្តមិននិយាយប្រាប់អ្នកណាអំពីអ្វីដែលគាត់បានជួបទេគាត់លុបវីដេអូក្នុងកាមេរ៉ាចោលព្រោះគិតថាវាជារឿងដែលមិនគួរឲ្យជឿប៉ុន្តែគ្រប់យប់ចាប់ពីថ្ងៃនោះមកគាត់តែងសុបិនឃើញអគារចាស់ដដែលក្នុងសុបិនគាត់ឈរនៅមុខទ្វារធំដែលបើកចំហហើយសំឡេងស្ត្រីម្នាក់ហៅឈ្មោះគាត់យ៉ាងស្ងាត់តារាត្រឡប់មកវិញតារាភ្ញាក់ពីដំណេកទាំងបែកញើសរាល់ព្រឹកគាត់ឃើញដីក្រហមជាប់ស្បែកជើងទោះបីជាគាត់មិនបានចេញពីផ្ទះក៏ដោយមួយសប្តាហ៍ក្រោយមកមិត្តភ័ក្តិរបស់គាត់ឈ្មោះវណ្ណាបានមកលេងផ្ទះតារាបានរៀបរាប់គ្រប់យ៉ាងដែលបានកើតឡើងវណ្ណាមិនជឿទេហើយនិយាយថាប្រហែលជាតារាគ្រាន់តែភ័យពេកដើម្បីបញ្ជាក់ការពិតពួកគេសម្រេចចិត្តឡើងទៅអគារនោះម្ដងទៀតនៅពេលថ្ងៃត្រង់ពេលទៅដល់អ្វីមើលទៅធម្មតាពន្លឺថ្ងៃចាំងចូលតាមបង្អួចបាក់បែកហើយគ្មានសំឡេងចម្លែកអ្វីឡើយតែពេលតារាបើកកាមេរ៉ាថតស្រាប់តែអេក្រង់បង្ហាញរូបមនុស្សស្រីស្លៀកសូឈរនៅចុងច្រករបៀងតារានិងវណ្ណាលើកមុខមើលគ្មាននរណាម្នាក់ពួកគេមើលអេក្រង់ម្ដងទៀតស្ត្រីនោះកាន់តែខិតជិតវណ្ណាចាប់ផ្ដើមភ័យហើយនិយាយថាយើងចេញទៅឥឡូវរំពេចនោះទ្វារទាំងអស់បិទផាំងដោយខ្លួនឯងខ្យល់ត្រជាក់បក់ខ្លាំងរហូតពន្លឺថ្ងៃនៅក្នុងអគារប្រែជាស្រអាប់សំឡេងជើងដើរលាន់លឺពីជាន់លើតក់ប៉ុន្តែសំឡេងនោះមិនមែនដើរចុះក្រោមទេវាកំពុងដើរមករកពួកគេវណ្ណាបញ្ចាំងពិលទៅលើជណ្ដើរនៅលើជណ្ដើរចាស់នោះមានស្នាមជើងសើមលេចឡើងម្ដងមួយដូចជាមាននរណាម្នាក់មើលមិនឃើញកំពុងដើរចុះមកពេលស្នាមជើងមកដល់មុខពួកគេស្រាប់តែសំឡេងស្ត្រីនោះនិយាយថាអ្នកទី2បានមកដល់ហើយភ្លាមនោះវណ្ណាស្រែកខ្លាំងហើយដួលសន្លប់តារាព្យាយាមលើកមិត្តរបស់គាត់រត់ចេញពីអគារពេលជិតដល់ទ្វារគាត់ឃើញជញ្ជាំងទាំងអស់ពោពេញដោយរូបថតចាស់រូបថតទាំងនោះសុទ្ធតែជាមនុស្សដែលធ្លាប់បាត់ខ្លួននៅលើភ្នំនេះហើយនៅជ្រុងខាងក្រោមបំផុតមានរូបថតថ្មីពីររចនាលឹកមួយជារូបតារាមួយទៀតជារូបវណ្ណារូបថតទាំងពីរនោះមិនមែនថតនៅថ្ងៃនេះទេប៉ុន្តែជារូបដែលបង្ហាញពួកគេទាំងពីរកំពុងឈរញញឹមនៅមុខអគារខណៈពីក្រោយមានស្ត្រីសក់វែងកំពុងដាក់ដៃលើស្មារបស់ពួកគេតារាដឹងភ្លាមថាពួកគេមិនមែនជាអ្នកដំបូងដែលត្រូវបានហៅមកទីនេះទេហើយប្រហែលជាក៏មិនមែនជាអ្នកចុងក្រោយដែរតារាមិនហ៊ានឈរមើលរូបថតទាំងនោះយូរទេគាត់ស្ទុះទៅលើកវណ្ណាដែលនៅសន្លប់ហើយអូសចេញពីអគារទាំងអស់កម្លាំងពេលទ្វារអគារបើកចំហខ្យល់ត្រជាក់មួយបានបក់មកពីខាងក្រោយសំឡេងស្ត្រីដដែលបន្លឺឡើងយ៉ាងស្ងាត់អ្នកអាចរត់ចេញពីអគារតែមិនអាចរត់ចេញពីខ្ញុំបានទេតារាមិនងាកក្រោយឡើយគាត់បន្តរត់ចុះពីភ្នំរហូតដល់ទៅដល់ភូមិ
ពេលវណ្ណាដឹងខ្លួនឡើងវិញគាត់មិនចាំអ្វីទាំងអស់ក្រៅពីឈឺក្បាលខ្លាំងប៉ុន្តែនៅយប់នោះវណ្ណាចាប់ផ្ដើមនិយាយក្នុងដំណេកបន្ទប់លេខ315តារាភ្ញាក់ផ្អើលព្រោះនៅក្នុងអគារចាស់នោះគាត់មិនដែលឃើញបន្ទប់លេខ315ទេនៅថ្ងៃបន្ទាប់តារាបានទៅជួបលោកតាចាស់ម្នាក់នៅជើងភ្នំដែលរស់នៅទីនោះតាំងពីក្មេងពេលឮឈ្មោះបន្ទប់លេខ315ទឹកមុខលោកតាស្លេកស្លាំងភ្លាមលោកតានិយាយថាកាលពីជាង30ឆ្នាំមុនអគារនោះធ្លាប់ជាសន្តាគារសម្រាប់អ្នកធ្វើដំណើរបន្ទប់លេខ315គឺជាបន្ទប់របស់នារីម្នាក់ឈ្មោះសុភាជាបុគ្គលិកទទួលភ្ញៀវថ្ងៃមួយនាងបានបាត់ខ្លួនដោយគ្មានមូលហេតុម្ចាស់អគារប្រាប់ប៉ូលីសថានាងរត់ចេញដោយខ្លួនឯងតែអ្នកភូមិមិនជឿទេពួកគេនិយាយថាម្ចាស់អគារបានលាក់អាថកំបាំងមួយដែលមិនចង់ឲ្យអ្នកណាដឹងតារាសួរថាបន្ទប់លេខ315នៅឯណាលោកតាឆ្លើយទាំងដកដង្ហើមវែងវាត្រូវបានគេបិទជញ្ជាំងបាំងចោលគ្មានអ្នកណាអាចរកវាឃើញទៀតទេយប់នោះតារាមិនអាចដេកបាននៅម៉ោង3:15នាទីព្រឹកទូរស័ព្ទរបស់គាត់បានរោលើអេក្រង់មិនមានលេខទូរស័ព្ទឡើយមានតែពាក្យមួយគត់3:15តារាញ័រដៃចុចទទួលគ្មានសំឡេងនិយាយមានតែសំឡេងដង្ហើមត្រជាក់បន្ទាប់មកសំឡេងស្ត្រីម្នាក់ខ្សឹបថាជួយខ្ញុំផងភ្លាមនោះទូរស័ព្ទក៏ដាច់ព្រឹកឡើងតារាសម្រេចចិត្តឡើងទៅអគារជាលើកទី3តែម្នាក់ឯងគាត់ដើររហូតដល់ជាន់ទី3នៅចុងរបៀងដែលធ្លាប់ជាជញ្ជាំងរឹងស្រាប់តែមានទ្វារឈើចាស់មួយលេចឡើងលើទ្វារមានផ្លាកដែកច្រេះសរសេរថាបន្ទប់315តារាយកដៃរុញទ្វារយឺតក្រឹកខាងក្នុងបន្ទប់ងងឹតសូននៅកណ្ដាលបន្ទប់មានកៅអីមួយនិងប្រអប់ឈើចាស់គ្របដោយធូលីពេលគាត់បើកប្រអប់នោះគាត់បានឃើញសៀវភៅកំណត់ហេតុនិងខ្សែកមួយដែលមានអក្សរឆ្លាក់ថាសុភានៅទំព័រចុងក្រោយនៃសៀវភៅមានសរសេរដោយដៃថាបើអ្នកកំពុងអានកំណត់ហេតុនេះមានន័យថាខ្ញុំនៅតែរងចាំមនុស្សដែលសម្លាប់ខ្ញុំមិនមែនជាខ្មោចទេតែជាមនុស្សតារាមិនទាន់បានអានបន្តផងទ្វារបន្ទប់ក៏បិទផាំងហើយសំឡេងជើងដើរយឺតចាប់ផ្ដើមខិតមកពីខាងក្រោយគាត់ពេលគាត់ងាកមើលស្ត្រីសក់វែងដែលគាត់បានឃើញរាល់លើកឥឡូវនេះឈរចម្ងាយតែ2ជំហានប៉ុណ្ណោះប៉ុន្តែលើកនេះនាងលើកមុខឡើងយឺតជាលើកដំបូងតារាបានឃើញមុខពិតរបស់នាងតារាបានឃើញបែបនេះហើយធ្វើឲ្យអារម្មណ៍របស់តារាទប់មិនជាប់ឡើយទើបធ្វើឲ្យតារាត្រូវបានដួលសន្លប់ភ្លាម